ហើយ model មួយគ្រឿងនេះគឺមកជំនួយជាមួយនឹង Mazda EZ6 តែម្ដងពីខ្ញុំទៅខ្ញុំបានកលេចមកមើលវារយៈពេលមួយថ្ងៃពេញហើយក៏បានរកឃើញចំណុចល្អរបស់វាជាច្រើនដែរទីមួយតាក់ទងនឹងតម្លៃរបស់ EZ6 ហើយនៅអានេះទិញមកចំណេញបានលុយ3ទៅ4000ដុល្លារប៉ុន្តែគុណភាពនិងភាពទំនើបរបស់វាគឺល្អបាទអត់ចាញ់ EZ6 ហ្មងទេទីមួយតាក់ទងជាមួយនឹងរ៉េងរបស់ EZ6 600ប៉ុន្តែនេះបានដល់620កញ្ចប់អាគុយវាគឺ73គីឡូវ៉ាត់ដំណើរការដោយ motor មួយអូខេអញ្ចឹងយើងនិយាយអំពីការ design របស់វាវិញពុកម៉ែបងប្អូនបាទ N7 គឺបាន design លក្ខណៈ future មែនទែនគឺគេបានប្រើ daylight មកកាត់ខាងមុខនេះបាទហើយអ្វីដែលកាន់តែស្រស់ស្អាតនោះនៅពេលដែលយើង lock និង unlock នេះខ្ញុំឃើញមាន effect ទៅលើចង្កៀងខាងមុខពុកម៉ែបងប្អូនអីជាចង្កៀងគុជ auto adaptive របស់វាហ្នឹងប៉ុន្តែមាន effect នេះលក្ខណៈជាដំណក់ទឹកបាទសម្រាប់ N7 គឺគេ design ភ្លើងមកលក្ខណៈដំណក់ទឹកទាំងផ្នែកខាងមុខក៏ដូចជាផ្នែកខាងក្រោយមកឥឡូវយើងនិយាយអំពីយ៉ានកង់ម្ដងបាទយ៉ានកង់នេះគឺទំហំ19អ៊ីងបាទទំហំនេះអត់ទូចទេប៉ុន្តែបើនិយាយពីការបើកបរវិញក៏អត់សូវលាក់ប៉ុន្មានដែរខ្ញុំបានតេស្តហើយមានជាមួយនឹងកញ្ចប់ប្រាំង Nissan តែកញ្ចប់នេះមិនមែនជាដុំប្រាំងធំទេគឺគេ design មកលក្ខណៈកម្របបិទទៅលើដុំប្រាំងរបស់គេណាហើយតាមបួរវាក៏ធំគួរសមដែរហើយយ៉ាង19អ៊ីងនេះម៉ូដវារបៀបដូចជាផ្កាអញ្ចឹងដែល highlight ពីរពណ៌គឺពណ៌ខ្មៅនិងពណ៌ក្រូមេអូខេហើយនៅគៀននេះគឺមានជាមួយនឹងបាទ logo Nissan កញ្ចក់ក្តោបកាមេរ៉ា360អីគឺវាមានទាំងអស់និយាយទៅឡានឥឡូវគឺទំនើបមែនទែនតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពក៏មានគ្រប់ដែររក្សាកន្លង adaptive cruise ប្រាំងអូតូអីហ្នឹងគឺមានទាំងអស់បាទចំពោះផ្នែកខាងក្នុងពេលដែលខ្ញុំចូលទៅអង្គុយណាពុកម៉ែបងប្អូនខ្ញុំឆ្លាញ់ទៅលើកៅអីបាទកៅអីវាគឺទន់មែនទែនទន់ល្មើយហ្មងហើយមាន massage ទាំងខ្នងទាំងគូតមាន wireless charge ហើយ screen គេបាទ screen គេគឺមានកុងទ័រកន្លែងនេះហើយមាន screen វិជានេះហើយ screen វិជានេះមានជាមួយនឹង Apple CarPlay ដែលយើងអាចមើល map មើលអីបានអញ្ចឹងណាបាទកាមេរ៉ាក៏ច្បាស់ដែរពុកម៉ែបងប្អូន wireless charge ហើយចំណុចមួយទៀតដែលលើសឡានស៊ីដានទូទៅនោះគឺមានទូទឹកកកពិតជាលយខ្លាំងមែនទែនពុកម៉ែបងប្អូនបាទហើយទូទឹកកកនេះយើងអាចដាក់ភេសជ្ជៈបើកំប៉ុងទូចបាន6តែបើកំប៉ុងធំបាន4កំប៉ុងបាទអូខេមកមើលជួរទី2យើងអង្គុយមកអត់ច្អៀតទេពុកម៉ែបងប្អូនដបូវាគឺជាប្រភេទដបូកញ្ចក់ដែលអមជាមួយនឹងស្បែកកាមេញ៉ៃនៅគៀននេះគឺស្អាតមែនទែនហើយពណ៌ខាងក្នុងគឺជាប្រភេទពណ៌ប្រផេះដែលមានជាមួយនឹងភ្លើង ambient light ហើយយើងចូលទៅអង្គុយទៅអត់ច្អៀតទេឡាននេះណាបាទលក្ខណៈថាមកល្មមហើយចំពោះ charger វាគឺនៅផ្នែកខាងឆ្វេងផ្នែកខាងក្រោយអញ្ចឹងណាបងប្អូនបាទមកមើលភ្លើង effect ខាងក្រោយម្ដងបាទចាំតិចសារយើង